ហើយមកហើយនំបាញ់ចុកព្រៀបសងវត្តមិនដែលចេះស្ងាត់រែកមកស្កាត់តាមភូមិសំឡក្លិនជួយប្រហើគួស្រង់ស្រូបបងប្អូនធ្លាប់ហូបពិតជាត្រូវមាត់ជាប់ចិត្តពិសាលក់បានសាក់ពី3ចានមិនថ្មីសំឡសាច់ត្រីបងស្លឹកគ្រៃផងណាបងគ្រឿងមិនខំរសជាតិឆ្ងាញ់អស្ចារ្យអ្នកស្រុកតែងថានំខ្ញុំនេះណាឆ្ងាញ់លេខ1គ្រឿងគ្រាដាក់នៅនឹងមករកឲ្យហាន់ទុកពុកម៉ែថែមបានត្រយងជ័យស្រុកត្រសក់ទៅហាន់នំមិនឆ្ងាញ់កុំពិសាអីឲ្យលេងសាច់ចាំងសារៀបរយរកពីមានអាណាម័យចុកកឹកនឹងចាំដល់ខាត់រាល់ថ្ងៃណាជឿឯងញ៉ាំก๋วยเตี๋ยวវិញណាដឹងភ្លួសិនជុំពាក់ក៏បានមួយចានមិនឆ្អែតក៏អាចចប់ទុកសំឡប្រហាបងគ្រឿងសពគ្រប់បងប្អូនចាំមុខនំបាញ់ចុងព្រៀបសុវត្ថិនំខ្ញុំអ្នកគូចូលចិត្តរញៀវមិនដូចก๋วยเตี๋ยวគ្មានអ្នកជាវគ្មានអ្នកស្កាត់សំឡនំបាញ់ចុកខ្មែរតែងត្រូវមាត់អ្នកផងហៅខាត់សរសើរគ្រប់មាត់ថាឆ្ងាញ់ពិសាណាហើយនំបាញ់ចុកព្រៀបសងវត្តមិនដែលចេះស្ងាត់រែកលក់ស្កាត់តាមភូមិសំឡក្លិនជួយប្រហើគួស្រង់ស្រូបបងប្អូនធ្លាប់ហូបពិតជាត្រូវមាត់ជាប់ចិត្តពិសាណាលក់បានសាក់ពី3ចានមិនថ្មីសំឡសាច់ត្រីបងស្លឹកគ្រៃផងណាបងគ្រឿងមិនខំរសជាតិឆ្ងាញ់អស្ចារ្យអ្នកស្រុកតែងថានំខ្ញុំនេះណាឆ្ងាញ់លេខ1គ្រឿងគ្រាដាក់នៅនឹងមករកឲ្យហាន់ទុកម៉ែពុកថែមបានត្រយងជ័យស្រុកត្រសក់ទៅហាន់នំមិនឆ្ងាញ់កុំពិសាអីឲ្យលេងសាច់ចាំងសារៀបរយរកពីមានអាណាម័យចុងកឹកនឹងចាំដល់ខាត់រាល់ថ្ងៃណាជឿឯងញ៉ាំก๋วยเตี๋ยวវិញណាភ្លួសិនជុំពាក់ក៏បានមួយចានមិនឆ្អែតក៏អាចចប់ទុកសំឡប្រហើបងគ្រឿងសពគ្រប់បងប្អូនចាំមុខនំបាញ់ចុងព្រៀបសុវត្ថិនំខ្ញុំអ្នកគូចូលចិត្តរញៀវមិនដូចก๋วยเตี๋ยวគ្មានអ្នកជាវគ្មានអ្នកស្កាត់សំឡនំបាញ់ចុកខ្មែរតែងត្រូវមាត់អ្នកផងហៅខាត់សរសើរគ្រប់មាត់ថាឆ្ងាញ់ពិសាណា